វត្តពុទ្ធរាំងសីនិងបណ្ឌិតគុណគ្រូចាត់ការវត្តនានាដែលមានវត្តមានក្នុងឱកាសនេះព្រមទាំងប្រធេរានុធរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលមានវត្តមានក្នុងឱកាសនៃការឆ្លងសម្ពោធឆ្លងខ្លងទ្វារទី4វត្តពុទ្ធរាំងសីទៀតក្នុងឱកាសនេះខ្ញុំបកករណាអាត្មាភាពមិននិយាយអ្វីច្រើនពេកទេយោងតាមពេលវេលានិងវត្តគ្នាការកសាងបានលេចចេញជារូបរាងនេះបើខ្វះប្រសង់ក៏ដូចជាពុទ្ធបរិស័ទដែលជាអ្នកមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភជាបច្ច័យដើម្បីកសាងគឺខ្លងទ្វារនេះមិនអាចលេចចេញជារូបរាងដូចតែឃើញនេះទេគឺមានសប្បុរសជនទាំងប្រសង់ទាំងប្រសង់ដល់ឡែកនៅក្នុងឱកាសនេះសូមពិតប្រកេនក៏ដូចជាចម្រើនពរផងដែរថាវត្តពុទ្ធរាំងសីពិតជាមានមហាសំណាងដ៏អស្ចារ្យដែលមានប្រសង់ជាព្រឹទ្ធាចារ្យដែលលោកលះបង់ដើម្បីព្រះពុទ្ធសាសនាក៏ដូចជាញាតិញោមពុទ្ធបរិស័ទមានចិត្តបរិសុទ្ធរួមទាំងគណៈកម្មការស្រស់ស្រួលគ្នាបានចូលរួមកសាងនៅក្នុងទ្វារក៏ដូចជាសមិទ្ធផលនានានៅក្នុងវត្តពុទ្ធរាំងសីជាស្ដែងវត្តពុទ្ធរាំងសីតាំងពីបង្កើតមកមានលោកតាដែលជាព្រឹទ្ធាចារ្យពីរអង្គមិនគ្រាន់តែគង់នៅជាស្រែបន់តែប៉ុណ្ណោះទេគឺលោកបានលះបង់គ្រប់បែបយ៉ាងជាស្ដែងដូចជាលោកតាឈឿងហ៊ុនអតីតជាព្រះវិន័យធម៌គុណខេត្តបន្ទាយមានជ័យលោកបានស្គាល់ខ្ញុំប្រកាសណាអាត្មាភាពក៏ដូចជាខ្ញុំប្រកាសណាអាត្មាភាពបានស្គាល់លោកតាំងពីនៅស្រុកខ្មែរតាំងពីខ្ញុំប្រកាសណាអាត្មាភាពនៅជាកូននេនម្លេះលោកបានឧបត្ថម្ភក៏ដូចជាសន្យាថាប្រសិនណាលោកមកដល់សហរដ្ឋអាមេរិកលោកនឹងផ្ញើបច្ច័យឧបត្ថម្ភរៀនសូត្រហើយនៅទីបំផុតខ្ញុំបកករណាអាត្មាភាពក៏បានមកសហរដ្ឋអាមេរិកដោយឡែកពីគ្នាគឺរវាងលោកតាព្រឹទ្ធាចារ្យឈឿងហ៊ុនបដិជគុណស៊ីនវត្ថាសក្យមនីជាប្រធានក្រុមប្រឹក្សាវិបាលនិងខ្ញុំបកករណាអាត្មាភាពដែលគុណធំវត្តពុទ្ធិការាមនៅរដ្ឋ Maryland Washington DC សម័យដែលគុណផុនបានធានាលោកមកគង់នៅវត្តពុទ្ធិការាមចំណែកលោកតាឈឿងហ៊ុនមកនៅវត្ត Saint Pete ជាព្រះគ្រូចាមអធិការវត្ត Saint Pete រដ្ឋ Florida ខ្ញុំបកករណាអាត្មាភាពមករៀននៅរដ្ឋ Massachusetts ទីក្រុង Amherst ដល់ពេលដែលកសាងវត្តនេះលោកតាក៏លោកនិមន្តមកគង់នៅជាមួយចាប់ពីផ្ដើមកសាងវត្តរហូតដល់ថ្ងៃលោកសុគតក្នុងការគង់នៅជាមួយគ្នានេះលោកតាឈឿងហ៊ុនលោកលះបង់គ្រប់បែបយ៉ាងបច្ច័យដែលបានមកពីរដ្ឋថាលុយចាស់មួយខែ800 900លោកអត់បានយកទុកខ្លួនឯងទេបនផ្កាលោកធ្វើផ្កាបនកឋិនលោកចូលរួមកឋិនកសាងខ្លងទ្វារលោកចូលរួមកសាងខ្លងទ្វារគឺលោកលះបង់គ្រប់បែបយ៉ាងដូច្នេះជាប្រគុណដ៏ធំធេងណាស់តែជាធម្មជាតិការកើតចាស់ឈឺស្លាប់មិនអាចកំណត់បានលោកតាក៏បានសង្កត់ទៅមុននឹងខ្លងទ្វារដែលលោកចូលរួមកសាងនេះបានរួចរាល់ក៏ដូចជាញោមមហាបាសិកាជួនញេមដែលជាមេតាបង្កើតរបស់លោកដានីលឹមក៏ដូចជាអ្នកស្រីស៊ីណាក៏បានចូលរួមចំណែកដ៏ធំធេងពេលនេះលោកតាក៏បានសង្កត់ញោមជួនញេមក៏បានស្លាប់ដូច្នេះសូមយកឱកាសនេះដើម្បីឧទ្ទិសកុសលប្រគេនលោកតាឈឿងហ៊ុនក៏ដូចជាញោមជួនញេមក៏ដូចជាសពសត្វក្នុងលោកដោយអានុភាពនៃការលះបង់បុណ្យកុសលដែលបានលះបង់ដើម្បីពុទ្ធសាសនាដើម្បីសង្គមជាតិជាទៅជាពិសេសគឺចូលរួមកសាងខ្លងទ្វារព្រំប្រព័ន្ធនេះសូមបុណ្យកុសលទាំងអស់ផ្សព្វផ្សាយទៅដល់សពសត្វក្នុងលោកដោយមានជាភាសាបាលីពោលថារតនតយៈទេជេនៈលោកវាសិណោវុទ្ធិងវេរុលហឹងបបន្តុសន្តិភាវញ្ចៈនិងយថាដោយទេជៈនៃបរតនត្រ័យសូមជំនាញនៅជនទាំងឡាយនៅក្នុងលោកដល់នៅការលូតលាស់ចម្រើននិងសន្តិភាពកុំបីឃ្លៀងឃ្លាត
ខ្លាយទៅជាបការៈតន្ត្រីឡើយសូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលប្រកបទៅដោយសន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណដ្ឋិសន្តិបរាំងសុខੰពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយដូច្នេះសូមប្រគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាយកឱកាសនេះដើម្បីស្មឹងស្មាតមួយវិនាទីដើម្បីឧទ្ទិសកុសលក៏ដូចជាបុណ្យប្រគេនលោកតាឈឿនហ៊ុននិងញោមឧបាសិកាជួយញែកដោយតាំងចិត្តស្មឹងស្មាតស្ងៀមស្ងាត់មួយវិនាទីដូចតទៅពោសូមអនុមោទនាសូមសិរីសួស្តីកើតមានដល់ញាតិញោមពុទ្ធបរិស័ទកើតមានដល់សម្ដេចអម្ចាស់ប្រគុណម្ចាស់គ្រប់ព្រះអង្គសូមបុណ្យកុសលកើតមានដល់លោកតាឈឿនហ៊ុននិងញោមមហាឧបាសិកាជួយញែកបើព្រះអង្គនិងញោមបានទៅចាប់បដិសន្ធិនៅទីកន្លែងណាក៏ដោយក៏សូមបុណ្យអានិសង្ឃនេះត្រូវទ្រង់លោកតានិងញោមឲ្យបានសុខជានិរន្តរ៍តរៀងទៅក៏សូមអនុមោទនា